ធានាថាប្តីដូណាល់ត្រាំក្រងពិភាក្សានៅក្នុងជំនួបជាមួយនឹងមេដឹកនាំគីមចុងអ៊ុនរបស់ប្រទេសកូរ៉េខាងជើងនៅក្នុងដំណើរទស្សនកិច្ចនៅអាស៊ីខាងមុខមន្ត្រីរដ្ឋបាលលោកត្រាំបានពិភាក្សាជាលក្ខណៈឯកជនអំពីការបង្កើតនៅជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងមេដឹកនាំកូរ៉េខាងជើងគីមចុងអ៊ុននៅពេលដែលលោកត្រាំធ្វើទស្សនកិច្ចនៅអាស៊ីនៅខែក្រោយទោះបីជាមនុស្សជាច្រើនមានការសង្ស័យវានឹងកាត់ឡើងប្រភពបាននិយាយថាក្រុមមន្ត្រីមិនទាន់ធ្វើផែនការដឹកជញ្ជូនធនធ្ងន់ដើម្បីរៀបចំដំណើរទស្សនកិច្ចនេះនៅឡើយដោយពួកគេនឹងត្រូវធ្វើដើម្បីរៀបចំដំណើរទស្សនកិច្ចបែបនេះដោយចង្អុលទៅការពិតដែលថាមិនទាន់មានទំនាក់ទំនងណាមួយរវាងទីក្រុង Washington និងទីក្រុងភ្យុងយ៉ាងនៅឡើយនោះទេប្រភពពីរបានប្រាប់ CNN ថាការផ្សព្វផ្សាយដំបូងរបស់លោកត្រាំទៅកាន់មេដឹកនាំកូរ៉េខាងជើងកាលពីដើមឆ្នាំនេះមិនបានទទួលការឆ្លើយតបទេពីព្រោះប្រជាជនកូរ៉េខាងជើងមិនទទួលយកសំណើនេះសម្រាប់ការធ្វើដំណើរនៅពេលខាងមុខសេតវិមានបានផ្ដោតខ្លាំងជាងនេះទៅទៀតលើការរៀបចំកិច្ចប្រជុំជាមួយនឹងមេដឹកនាំចិនស៊ីជីនពីងចំពេលដែលមានភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនគឺបានកើនឡើងប៉ុន្តែលោកដូណាល់ត្រាំបានបង្ហាញជាសាធារណៈនិងជាឯកជននៅបំណងចង់ជួបសមាភាគីកូរ៉េខាងជើងហើយក្រុមមន្ត្រីបានបើកទ្វារបើកចំហសម្រាប់កិច្ចប្រជុំមួយនេះខណៈពេលដែលគាត់កំពុងតែធ្វើដំណើរទៅកាន់អាស៊ីគួររំលឹកថានៅក្នុងអាណត្តិដំបូងរបស់លោកត្រាំមន្ត្រីបានរៀបចំការចាប់ដៃគ្នារវាងបរិះទាំងពីរនៅក្នុងតំបន់គ្មានយោធារបស់កូរ៉េរយៈពេលតិចជាង48ម៉ោងបន្ទាប់ពីប្រធានាធិបតីបានបង្ហោះសារអញ្ជើញឲ្យជួបជុំគ្នា